ឱកាសនេះព្រះតេជគុណបណ្ឌិតប្រធានគណៈកម្មការបោះពុម្ពនិងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហាបានមានថេរដីកាជម្រាបឯកឧត្តមចាយបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអំពីកិច្ចការងាររបស់គណៈកម្មការបោះពុម្ពនិងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហាប្រទេសឥណ្ឌាលើវិស័យព្រះពុទ្ធសាសនានិងដោយឃើញនូវការរីកចម្រើនលើវិស័យសាសនាព្រះពុទ្ធគួរឲ្យកត់សម្គាល់ពិសេសកម្ពុជាបានអភិរក្សភាសាបាលីយ៉ាងល្អប្រសើរឯកឧត្តមចាយបូរិនបានមានប្រសាសន៍ជម្រាបព្រះតេជគុណថានៅកម្ពុជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលមានប្រជាពលរដ្ឋគោរពប្រតិបត្តិរហូតដល់ជាង 95% និងបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍលើគ្រប់វិស័យតាមរយៈការអប់រំដើរទៅតាមព្រះពុទ្ធឱវាទឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថាទន្ទឹមនឹងការអភិវឌ្ឍនិងអភិរក្សព្រះពុទ្ធសាសនាក្រសួងធម្មការនិងសាសនាបានរៀបចំទីតាំងប្រវត្តិសាស្ត្រសាសនាសំខាន់ៗដើម្បីផ្សព្វផ្សាយផ្ដោតសំខាន់លើទេសចរសាសនាតាមរយៈនេះសូមថ្វាយបង្គំព្រះតេជគុណប្រធានគណៈកម្មការបោះពុម្ពនិងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហាប្រទេសឥណ្ឌានៅការជំរុញផ្សព្វផ្សាយទេសចរសាសនារវាងប្រទេសនិងប្រទេសប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជាឥណ្ឌាឲ្យកាន់តែរីកចម្រើនធ្វើឡើងថែមទៀតឯកឧត្តមចាយបរិនសូមថ្វាយបង្គំប្រគេនព្រះពរដល់ព្រះតេជគុណប្រធានគណៈកម្មការបោះពុម្ពនិងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហាប្រទេសឥណ្ឌានិងគណៈប្រតិភូជួបតាព្រះពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លាតឃ្លៀងឡើយ